អ្នកអុកញ៉ាគិតម៉េចមិនយល់ចិត្តឪពុកម្ដាយប៉ុន្មានថ្ងៃមុននេះខ្ញុំបានអានរឿងមួយដែលមានតម្លៃដែលគួរឲ្យចែករំលែកជាមួយនឹងមនុស្សវ័យជំទង់ប្រហែលរឿងនេះនឹងធ្វើឲ្យពួកគេមើលឃើញពីទស្សនៈរបស់ឪពុកម្ដាយពួកគេនៅក្នុងយុគសម័យអ៊ីនធឺណិតនេះនៅពេលដែលម្ដាយរបស់អ្នកចូលមកអង្គុយនៅក្នុងបន្ទប់របស់អ្នកគាត់មិនមានបំណងរំខានអ្នកនៅទីកន្លែងរបស់អ្នកទេពេលខ្លះគាត់គ្រាន់តែព្យាយាមស្វែងយល់ពីអារម្មណ៍របស់អ្នកដែលជាកូនតែប៉ុណ្ណោះរាល់ពេលដែលឪពុករបស់អ្នកសួរថាតើកូននៅឯណាអ្នកប្រហែលជាមានអារម្មណ៍ថាឪពុករបស់អ្នកតាមដានសកម្មភាពរបស់អ្នកគ្រប់ពេលប៉ុន្តែខ្ញុំគិតថាគាត់គ្រាន់តែចង់ដឹងថាអ្នកកំពុងធ្វើអ្វីតែប៉ុណ្ណោះអ្នកតែងតែចែករំលែកទីតាំងផ្ទាល់របស់អ្នកជាមួយមិត្តភ័ក្តិរបស់អ្នកតាមប្រព័ន្ធអនឡាញប៉ុន្តែតើអ្នកធ្លាប់ចែករំលែកទីតាំងផ្ទាល់ខ្លួនរបស់អ្នកជាមួយឪពុកម្ដាយអ្នកញឹកញាប់ប៉ុណ្ណាដែររាល់ពេលដែលម្ដាយរបស់អ្នកសួរថាតើកូនកំពុងញញឹមពីរឿងអ្វីនៅពេលដែលអ្នកកំពុងតែប្រើទូរស័ព្ទរបស់អ្នកគាត់មិនមែនចង់ដឹងរឿងទាំងអស់របស់អ្នកនោះទេគាត់គ្រាន់តែចង់ក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកព្រោះអ្នកទាំងពីរនិយាយគ្នាតិចតួចណាស់នៅពេលដែលឪពុករបស់អ្នកដាស់តឿនពីព្រឹកព្រលឹមហើយនាំអ្នកទៅទិញអ្វីមួយឬធ្វើអ្វីមួយជាមួយគាត់គ្រាន់តែព្យាយាមបង្កើតទំនាក់ទំនងជាមួយអ្នកតាមរបៀបរបស់អ្នកតែប៉ុណ្ណោះអ្នកដឹងទេថាមិនមែនម្ដាយរបស់អ្នកមិនចូលចិត្តឲ្យអ្នកទៅញ៉ាំនៅភោជនីយដ្ឋាននោះទេគាត់មិនចូលចិត្តនៅពេលដែលគាត់បានចម្អិនម្ហូបឲ្យអ្នកប៉ុន្តែបែរជាអ្នកទិញម្ហូបពីក្រៅទៅវិញនៅពេលដែលគាត់ធ្វើម្ហូបដែលអ្នកចូលចិត្តគាត់គ្រាន់តែសង្ឃឹមថានឹងឮអ្នកនិយាយថាម្ហូបនេះឆ្ងាញ់ណាស់អាហាររបស់ម៉ាក់ឆ្ងាញ់ជាងគេអ្នកអុកញ៉ាគិតម៉េងបានបន្តទៀតថាឪពុកម្ដាយរបស់អ្នកអាចនិយាយថាប៉ាជាអ្នករកលុយដើម្បីចិញ្ចឹមគ្រួសារប៉ុន្តែគាត់ធ្ងោប្រសិនបើអ្នកចំណាយប្រាក់ដោយមិនមានការទុកដាក់ខ្ញុំគិតថាគាត់គ្រាន់តែចង់ឲ្យអ្នកចំណាយដោយចេះគិតតែប៉ុណ្ណោះព្រោះប្រាក់ពិបាករកគាត់ប្រហែលជាបានឆ្លងកាត់នូវភាពខ្វះខាតហើយគាត់យល់ពីតម្លៃនៃប្រាក់នៅក្នុងសំណេរដដែលនោះអ្នកអុកញ៉ាគិតម៉េងបានបន្តទៀតថាខ្ញុំដឹងថាយើងមានគម្លាតនៃផ្នត់គំនិតរវាងឪពុកម្ដាយនិងកូនប៉ុន្តែសូមចងចាំថាខណៈដែលយើងកំពុងលូតលាស់ឪពុកម្ដាយរបស់យើងក៏កំពុងវិវត្តទៅវ័យចាស់ផងដែរឪពុកម្ដាយក៏ជាមនុស្សដែរហើយដូចយើងដែរឪពុកម្ដាយរបស់យើងអាចមានអារម្មណ៍ឯកោនិងមានការបញ្យល់រឿងមួយចំនួនខ្ញុំគិតថាអ្វីដែលយើងជាកូនអាចធ្វើបាននោះគឺស្ដាប់ពួកគាត់ជាចុងបញ្ចប់នៃសំណេរអ្នកអុកញ៉ាបានសរសេរបែបនេះថាចូលមានកតញ្ញូចំពោះឪពុកម្ដាយរបស់អ្នកហើយចំណាយពេលវេលាច្រើនបំផុតដែលអ្នកអាចធ្វើទៅបានដោយការស្រឡាញ់ពួកគាត់ជួយពួកគាត់និងមើលថែពួកគាត់សូមកោតសរសើរអ្នកនិពន្ធរឿងដ៏មានន័យនេះទាំងអស់ខាងលើនេះជាការលើកឡើងរបស់អ្នកអុកញ៉ាគិតម៉េងនៅក្នុង Facebook Page របស់អ្នកអុកញ៉ាផ្ទាល់តែម្ដងកាលពីពេលកន្លងទៅនេះ